បាត់ចំពោះការមើលទិសបេះដូងរស់ក្នុងការធ្វើដំណើរជួញប្រែក្នុងការប្រកបមុខរបររកស៊ីជួញដូរអស់លោកអ្នកត្រូវប្រកាន់យកទិសបេះដូងរស់នេះគឺនៅថ្ងៃពុធនេះបានសុខនឹងជោគជ័យនៅទិសខាងកើតតែកុំចោលយត្រាទៅទិសខាងលិចព្រោះជាទិសបេះដូងស្លាប់នៅក្នុងថ្ងៃពុធនេះធ្វើអ្វីមិនគួរប្រសើរឡើយបាទចំពោះការមើលតាមទំនាយចេកឬនៃការអង្គុយឲ្យមានស្រីសួស្តីជ័យមង្គលនិងបើចង់ទទួលបានជោគជ័យក្នុងការលេងល្បែងអ្វីមួយនោះឲ្យអង្គុយនៅទិសនិរដីបែរមុខទៅរកទិសពីយប់បាទចំពោះការមើលតាមក្បួនកាកបាទយាមកាឡាឬគេហៅថាសតកាយាម25ជាន់សម្រាប់ការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយយប់ឬថ្ងៃអ្នកណាប្រព្រឹត្តតាមក្បួននេះនឹងមានប្រសិទ្ធភាពណាស់សូមកំណត់ចំណាំក្នុងមួយថ្ងៃមានល្អ3ពេលអាក្រក់2ពេលមុនពេលចេញដំណើរសូមពុកម៉ែបងប្អូនប្រកាន់តែពេលល្អចុះនឹងបានជួបសុខសុភមង្គលគ្រប់ប្រការមិនឃ្លាតលាតឡើយបាទនៅក្នុងក្បួនកាកបាទយាមកាឡានៅថ្ងៃពុធនេះមានដូចតទៅចំពោះម៉ោងយប់ព្រឹកគឺចាប់ពីម៉ោង4ព្រឹកដល់ម៉ោង6កន្លះព្រឹកជាម៉ោងផ្ដោតសូន្យទទេគ្មានអ្វីសោះមានន័យថាមិនបានទទួលលាភអ្វីហើយក៏មិនជួបនឹងគ្រោះថ្នាក់អ្វីដែរចំពោះម៉ោងពេញពន្លឺគឺចាប់ពីម៉ោង6កន្លះព្រឹកដល់ម៉ោង11ព្រឹកជាម៉ោង02ជាម៉ោងសុខសាន្តធ្វើដំណើរទៅណាមកណាគឺបានសេចក្តីសុខសម្រាប់ម៉ោងនេះចំពោះម៉ោងថ្ងៃត្រង់គឺចាប់ពីម៉ោង11ព្រឹកដល់ម៉ោង2រសៀលគឺជាម៉ោង01មានន័យថាការធ្វើដំណើរឬធ្វើជំនុំផ្សេងមិនល្អឡើយគឺជាម៉ោងគ្រោះកាចនៅចន្លោះម៉ោងនេះជាពិសេសមិនគួរធ្វើដំណើរឆ្ងាយឡើយតែបើបានជាធ្វើដំណើរហើយគួរប្រុងប្រយ័ត្នចំពោះចរាចរណ៍ខ្ពស់បំផុតចំពោះម៉ោងរសៀលគឺចាប់ពីម៉ោង2រសៀលដល់ម៉ោង5ល្ងាចជាម៉ោង04នៅចន្លោះម៉ោងនេះគឺល្អណាស់ធ្វើអ្វីនឹងទទួលបានជោគជ័យគ្មានអ្វីអាចជួយយាយីបានឡើយគឺមានតែលៀបសការៈចូលមកពេញបរិបូរណ៍ចំពោះម៉ោងល្ងាចយប់គឺចាប់ពីម៉ោង5ល្ងាចដល់ម៉ោងចូលគេងគឺជាម៉ោងកាកបាទទៅណាមកណានឹងកើតក្តីអន្តរាយត្រូវប្រុងប្រយ័ត្នក្នុងការបណ្ដាក់ទុនផ្សេងរឿងទុកដាក់របស់របរឲ្យបានត្រឹមត្រូវជៀសវាងការបាត់បង់ដោយប្រការណាមួយបើសិនជាចេញដំណើរពីផ្ទះនៅចន្លោះម៉ោងនេះបាទពុកម៉ែបងប្អូននិងប្រិយមិត្តទាំងអស់គ្នាមុននឹងចូលដល់នាទីហោរាសាស្ត្រសម្រាប់ថ្ងៃពុធនេះខ្ញុំបាទក៏សូមធ្វើការបួងសួងដល់ទេពតាវត្ថុស័ក្តិសិទ្ធិនៅក្នុងលោកសូមជួយបង្ហូរផល្លានិសង្ឃធនធានការកាលបែកគុំត្រជាក់ត្រជុំថ្កុំថ្កើងរងរឿងជាលំដាប់សូមឲ្យមូលមិត្តក្រុមគ្រួសារជីដូនជីតាស្វាមីភរិយាឲ្យអស់លោកអ្នកឈ្នះអស់មានសត្រូវគ្រប់ទិសទីបើសត្រូវមកពីមុខសូមឲ្យរំលងបើសត្រូវមកពីក្រោយខ្នងសូមឲ្យរលាយនិងសូមឲ្យការធ្វើដំណើរបានសុខនិងជោគជ័យគ្រប់កាលៈទេសៈបាទជាបន្តសូមពុកម៉ែបងប្អូនតាមដានស្ដាប់នៅរិស័យឆ្នាំទាំង12ជាមួយ LRT Channel យើងខ្ញុំដូចតទៅឆ្នាំជូតកណ្ដុរមុំលៀបអបប្រាចិញ្ចឹមជួបតែរឿងល្អៗក្នុងជីវិតមានលៀបមានសំណាងជួបតែមនុស្សល្អៗតែងតែជួយជ្រោមជ្រែងរាល់ភារកិច្ចដើម្បីឲ្យបានសម្រេចដូចបំណងបងប្រាថ្នាម៉ោងនៃលៀបសំណាងគឺម៉ោង6ព្រឹកដល់ម៉ោង5ល្ងាចពណ៌នៃលៀបសំណាងគឺពណ៌ខៀវលេខនៃលៀបសំណាងគឺលេខ555សូមលោកអ្នកខមមិនលេខ555ដើម្បីយកលៀបសម្បត្តិអភិជននិងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលុយចូលហូហៀចំពោះអស់លោកអ្នកដែលមានកំណើតកើតនៅក្នុងឆ្នាំជូតរិស័យអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែតនៅក្នុងថ្ងៃនេះបើលោកអ្នកធ្វើអ្វីកុំរងចាំយូរពេកពីព្រោះថាផលជាផ្លែផ្កាតែងហុចមុខវិញជានិច្ចសម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរវិញដោយសារតែដួងរិស័យរបស់លោកអ្នកនៅក្នុងថ្ងៃនេះលើកឡើងខ្ពស់ដូចនេះទោះធ្វើចំនួនជួញដូរទីចិត្តទីឆ្ងាយអ្នករកផលកម្រៃហូរចូលដូចទឹកក្រនបំពេញបំពង់ផងដែរចំពោះការធ្វើដំណើរទៅទីចិត្តទីឆ្ងាយជួបតែសុខសប្បាយទាំងពេលទៅនិងពេលត្រឡប់មកវិញរីឯសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំពោះម៉ាយមេម៉ាយក្តីទោះមានការស្មុគស្មាញបន្តិចក្តីបើលោកអ្នកចេះធ្វើការដោះស្រាយតែងតែជួបនូវផលសម្រេចដូចបំណងជានិច្ច
ឆ្នាំឆ្លងកូននាំលៀបនាំជ័យនាំសុភមង្គលប្រាថ្នាអ្វីបានសម្រេចដូចបំណងម៉ោងនៃលៀបសំណាងគឺម៉ោង5ទៀបភ្លឺដល់ម៉ោង4ល្ងាចពណ៌នៃលៀបសំណាងគឺពណ៌ត្នោតលេខនៃលៀបសំណាងគឺលេខ789សូមលោកអ្នកខមមិនលេខ789ដើម្បីយកលៀបសម្បត្តិទេពតាទ្រព្យនិងប្រទានសម្បត្តិមហាសិទ្ធិមានលៀបមានជ័យមានលុយជូលហូហៀដូចជាទឹកបាក់ទំនប់អញ្ចឹងដែរចំពោះលោកអ្នកដែលកើតនៅក្នុងឆ្នាំឆ្លូវឬស័យអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់តដែតចំពោះការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខជាលំដាប់នៅក្នុងរយៈពេលនេះទោះអស់លោកអ្នកប្រកបកិច្ចការងារអ្វីក៏ដោយក៏អាចទទួលបានផលសម្រេចតាមបំណងបងប្រាថ្នាទាំងអស់ហើយត្រូវបានបងប្អូនញាតិសន្តានជួយជ្រោមជ្រែងទៀតផងចំពោះបុគ្គលិកកម្មករដែលបម្រើការតាមស្ថាប័ននានានឹងទទួលបានការកោតសរសើរព្រមទាំងការយកចិត្តទុកដាក់ពីសំណាក់ថៅកែឬចៅហ្វាយនាយក្រៅពីនេះបើលោកអ្នកមានដំណើរកំសាន្តទៅទីណាមកណាគឺប្រកបតែសេចក្តីសុខសាន្តសានទាំងពេលទៅនិងពេលត្រឡប់មកវិញចំពោះគូស្នេហ៍គឺមានភាពលោកលើនឹងគ្នាណាស់ឆ្នាំខាលខ្លាសថៃចិញ្ចឹមមានបញ្ញាឆ្លៀសវៃមានគំនិតភ្លឺថ្លាហើយអនាគតខ្លាចជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភម៉ោងនៃលៀបសំណាងគឺម៉ោង7ព្រឹកដល់ម៉ោង6ល្ងាចពណ៌នៃលៀបសំណាងគឺពណ៌ប្រផេះលេខនៃលៀបសំណាងគឺលេខ777សូមលោកអ្នកខមមិនលេខ777ដើម្បីយកលៀបសម្បត្តិមហាសេដ្ឋីមានលុយជូលហូហៀដូចទឹកភ្លៀងធ្លាក់ពីលើមេឃចំពោះលោកអ្នកដែលកើតនៅក្នុងឆ្នាំខាលរាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រត់ចុះនៅក្នុងថ្ងៃនេះទោះបីជាដួងរាសីរបស់អស់លោកអ្នកស្រត់ចុះប៉ុន្តែការងារអ្វីមួយដែលលោកអ្នកតែងតែប្រកបបើលោកអ្នកមានការពុះពៀនិងការខិតខំប្រឹងប្រែងវិញនោះតែងតែសម្រេចជោគជ័យមួយចំនួនត្រឡប់មកវិញយ៉ាងក៏ប្រសើរចំពោះការរស់នៅលោកអ្នកមិនគប្បីចាំចាប់កំហុសឬរិះគន់អ្នកដទៃច្រើនឡើយប្រយ័ត្នឥតការអ្វីសោះនាំគេគុំគួនហើយនាំផលលំបាកដល់អាត្មាខ្លួននៅថ្ងៃក្រោយចំពោះលោកអ្នកប្រកបមុខរបររកស៊ីជួញដូរនៅទីជិតទីឆ្ងាយមិនហត់ផលជាផ្លែផ្កាគួរជាទីគប់ចិត្តនោះទេអាចនិយាយបានថាកូនមួយផ្គត់ផ្គង់ការចាយវាយតែប៉ុណ្ណោះរីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការបង្ករឿងអត្ថផលច្រើនព្រោះតែការមិនទុកចិត្តគ្នាទៅវិញទៅមកឆ្នាំថោះទុនសាយមាសមានបារមីដាច់ជះមានអំណាចមានមនុស្សជួយជ្រោមជ្រែងរាល់ការងារតូចធំដើម្បីឲ្យអនាគតខ្លាចជាអ្នកមានទ្រព្យសម្បត្តិមហាសាលម៉ោងនៃលៀបសំណាងគឺម៉ោង8ព្រឹកដល់ម៉ោង7យប់ពណ៌នៃលៀបសំណាងគឺពណ៌ប្រផេះលេខនៃលៀបសំណាងគឺលេខ666សូមលោកអ្នកខមមិនលេខ666ដើម្បីយកលៀបសម្បត្តិកហបតីជាន់ខ្ពស់មានលៀបមានជ័យមានលុយជូលហូហៀដូចទឹកបាក់ទំនប់អញ្ចឹងដែរចំពោះលោកអ្នកដែលកើតនៅក្នុងឆ្នាំថោះរាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យមនៅក្នុងថ្ងៃនេះទាំងស្ត្រីនិងបុរសបើចង់ធ្វើអ្វីមួយក៏ដោយក៏តែងតែជួបនៅគំនិតផ្លូវដ៏តានតឹងដោយមានសភាពពិបាករស់ទៅមុខព្រោះតែជួបនៅបញ្ហាប្រទាំងប្រទើហើយគ្រប់មនុស្សដែលនៅជុំវិញចាំតែឈ្នានីសនឹងមើលបំណាំបង្ករឿងតែប៉ុណ្ណោះរីឯការរស់នៅអស់លោកអ្នកមានបញ្ហាច្រើនលើបញ្ហាប្រកាសដូចនេះចូលប្រុងប្រយ័ត្នកាត់ជាចំនួនវិវាទជាមួយនរណាម្នាក់ព្រោះតែបញ្ហានេះរីឯអ្នកប្រកបមុខរបររកស៊ីជួញដូរជួបផលលំបាកក្នុងការរកផលចំណូលណាស់ហើយការជួញដូរទីជិតទីឆ្ងាយជួបតែភាពប្រតាមរករីឯបញ្ហាសេចក្តីស្នេហាប្រស័យមានការប្រែប្រួលព្រោះជួនកាលក៏ល្អជួនកាលក៏អាក្រក់នាំឲ្យខ្វល់ខ្វាយជាញឹកញាប់ផងដែរឆ្នាំរោងពុះនាគរាជមន្ត្រីចិញ្ចឹមធ្វើកិច្ចការងារអ្វីមួយតែងតែមានគំនិតជ្រះថ្លាប្រាថ្នាអ្វីបានសម្រេចដោយបំណងធ្វើកិច្ចការងារតូចធំមានតែអ្នកជួយគ្រប់គ្រងទំនុកបំងសពគ្រប់បែបយ៉ាងម៉ោងនៃលៀបសំណាងគឺម៉ោង8ព្រឹកដល់ម៉ោង10យប់ពណ៌នៃលៀបសំណាងគឺពណ៌ទឹកក្រូចលេខនៃលៀបសំណាងគឺលេខ123សូមលោកអ្នកខមមិនលេខ123ដើម្បីយកលៀបសម្បត្តិអុកញ៉ាបារមីទេពតាស្ដេចនាគសៀចេញភ្លាមនឹងនាំសំណាងល្អចំពោះលោកអ្នកដែលកើតនៅក្នុងឆ្នាំរោងរាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម
ចំពោះការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខជាបណ្ដានៅក្នុងរយៈពេលនេះដែរជួនចិត្តប្រសើរជាងជួនឆ្ងាយព្រោះការដើរហើរផ្លូវឆ្ងាយបើមិនបានជួបគ្រោះអាក្រក់នោះទេក៏នឹងបានព្រមតែបាត់ដៃទៅទេនឹងនាំរឿងក្តៅក្រហាយចូលផ្ទះវិញតែប៉ុណ្ណោះហើយបើសិនជាបានចូលរួមកម្មវិធីផ្សេងចូលរៀបចំអាកប្បកិរិយាឲ្យបានសមរម្យទើបមិនអាប់អោនដល់កិត្តិយសខ្លួនឯងរីឯបញ្ហាសេចក្តីស្នេហាកំណោះក្រមុំមេម៉ាយពោះម៉ាយសូមប្រុងប្រយ័ត្នមនុស្សទី3ចូលមកអុចអាលឆ្នាំម្សាញ់ពោះទេវតាចិញ្ចឹមនាំលៀបអបប្រាចិញ្ចឹមមានលៀបមានជ័យមានមនុស្សម្នាជាច្រើនគោរពស្រឡាញ់រាប់អាននិងសាទរម៉ោងនៃលៀបសំណាងគឺម៉ោង7ព្រឹកដល់ម៉ោង7ល្ងាចពណ៌នៃលៀបសំណាងគឺពណ៌ក្រហមលេខនៃលៀបសំណាងគឺលេខ444សូមលោកអ្នកខមមិនលេខ444ដើម្បីយកលៀបសម្បត្តិដែលមានជាន់ខ្ពស់និងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលើជូលហោហៀចំពោះលោកអ្នកដែលកើតនៅក្នុងឆ្នាំម្សាញ់រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រត់ចុះនៅក្នុងថ្ងៃនេះទោះបីជាដួងរាសីរបស់អស់លោកអ្នកស្រត់ចុះប៉ុន្តែការងារអ្វីមួយដែលលោកអ្នកតែងតែប្រកបបើលោកអ្នកមានការពុះពៀនិងការខិតខំប្រឹងប្រែងវិញនោះតែងតែសម្រេចជោគជ័យមួយចំនួនត្រឡប់មកវិញយ៉ាងក៏ប្រសើរចំពោះការរស់នៅលោកអ្នកមិនគប្បីចាំចាប់កំហុសឬរិះគន់អ្នកដទៃច្រើនឡើយប្រយ័ត្នឥតការអ្វីសោះនាំគេគុំគួនហើយនាំផលលំបាកដល់អាត្មាខ្លួននៅថ្ងៃក្រោយចំពោះលោកអ្នកប្រកបមុខរបររកស៊ីជួញដូរនៅទីជិតទីឆ្ងាយមិនហត់ផលជាផ្លែផ្កាគួរជាទីគប់ចិត្តនោះទេអាចនិយាយបានថាកូនមួយផ្គត់ផ្គង់ការចាយវាយតែប៉ុណ្ណោះរីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការបង្ករឿងអត់ហេតុផលច្រើនព្រោះតែការមិនទុកចិត្តគ្នាទៅវិញទៅមកឆ្នាំមមីសេះនាំលៀបនាំជ័យនាំសុភមង្គលប្រាថ្នាអ្វីបានសម្រេចដូចបំណងហើយអនាគតคล้ายដូចជាអ្នកមានទ្រព្យសម្បត្តិសុខស្ដំម៉ោងនៃលៀបសំណាងគឺម៉ោង8ព្រឹកដល់ម៉ោង6ល្ងាចពណ៌នៃលៀបសំណាងគឺពណ៌ក្រហមលេខនៃលៀបសំណាងគឺលេខ333សូមលោកអ្នកខមមិនលេខ333ដើម្បីយកលៀបសម្បត្តិសម្ពោលួងបារមីទេពតាស្ដេចនាគនិងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលើជូលហោហៀចំពោះលោកអ្នកដែលកើតនៅក្នុងឆ្នាំមមីរាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យមចំពោះការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខជាបណ្ដានៅក្នុងរយៈពេលនេះដែរជួនចិត្តប្រសើរជាងជួនឆ្ងាយព្រោះការដើរហើរផ្លូវឆ្ងាយបើមិនបានជួបគ្រោះអាក្រក់នោះទេក៏នឹងបានត្រឹមតែបាត់ដៃទៅទេនឹងនាំរឿងក្តៅក្រហាយចូលផ្ទះវិញតែប៉ុណ្ណោះហើយបើសិនជាបានចូលរួមកម្មវិធីផ្សេងចូលរៀបចំអាកប្បកិរិយាឲ្យបានសមរម្យទើបមិនអាប់អោនដល់កិត្តិយសខ្លួនឯងរីឯបញ្ហាសេចក្តីស្នេហាកំណោះក្រមុំមេម៉ាយពោះម៉ាយសូមប្រុងប្រយ័ត្នមនុស្សទី3ចូលមកអុចអាលឆ្នាំមម៉ែពប្រែមាសមានបារមីដែលជាមានអំណាចមានមនុស្សជួយជ្រោមជ្រែងរាល់ការងារតូចធំដើម្បីឲ្យអនាគតខ្លាចជាអ្នកមានទ្រព្យសម្បត្តិមហាសាលម៉ោងនៃលៀបសំណាងគឺម៉ោង6ព្រឹកដល់ម៉ោង5ល្ងាចពណ៌នៃលៀបសំណាងគឺពណ៌ទឹកក្រូចលេខនៃលៀបសំណាងគឺលេខ999សូមលោកអ្នកខមមិនលេខ999ដើម្បីយកលៀបសម្បត្តិទេវតាទ្រព្យមាសប្រាក់កៅកងបារមីទេវតាស្ដេចនាគសៀចេញភ្លាមនឹងមានសំណាងល្អនិងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលេខជូលហោហៀចំពោះលោកអ្នកដែលកើតនៅក្នុងឆ្នាំមម៉ែរាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យមនៅក្នុងថ្ងៃនេះទាំងស្ត្រីនិងបុរសបើចង់ធ្វើអ្វីមួយក៏ដោយក៏តែងតែជួបនៅកំណត់ផ្លូវដ៏តានតឹងដោយមានសភាពពិបាករស់ទៅមុខព្រោះតែជួបនៅបញ្ហាប្រទាំងប្រទើហើយគ្រប់មនុស្សដែលនៅជុំវិញចាំតែឈ្នានីសនឹងមើលបំណាំបង្ករឿងតែប៉ុណ្ណោះរីឯការរស់នៅអស់លោកអ្នកមានបញ្ហាច្រើនលើបញ្ហាប្រកាសដូចនេះចូលប្រុងប្រយ័ត្នកាត់ជាចំនួនវិវាទជាមួយនរណាម្នាក់ព្រោះតែបញ្ហានេះរីឯអ្នកប្រកបមុខរបររកស៊ីជួញដូរជួបផលលំបាកក្នុងការរកផលចំណូលណាស់ហើយការជួញដូរទីជិតទីឆ្ងាយជួបតែភាពរកម្មរកោរីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រែប្រួលព្រោះជួនកាលក៏ល្អជួនកាលក៏អាក្រក់នាំឲ្យខ្វល់ខ្វាយជាញឹកញាប់ផងដែរ
ឆ្នាំមកស្វាមន្ត្រីចិញ្ចឹមនាំលៀបនាំជ័យនាំសុភមង្គលប្រាថ្នាអ្វីបានសម្រេចហើយអនាគតក្លាយទៅជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដំម៉ោងនៃលៀបសំណាងគឺម៉ោង 7 ព្រឹកដល់ម៉ោង 6 ល្ងាចពណ៌នៃលៀបសំណាងគឺពណ៌ស្វាយលេខនៃលៀបសំណាងគឺលេខ 111 សូមលោកអ្នកខមមិនលេខ 111 ដើម្បីយកលៀបសម្បត្តិអភិជនបារមីទេវតាស្ដេចនាគសៀចេញភ្លាមនឹងមានសំណាងល្អនិងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលើជោលហូហៀចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំវករាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ទៅដែរចំពោះការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខជាលំដាប់នៅក្នុងរយៈពេលនេះទោះអស់លោកអ្នកប្រកបកិច្ចការងារអ្វីក៏ដោយក៏អាចទទួលបានផលសម្រេចតាមបំណងប៉ងប្រាថ្នាទាំងអស់ហើយត្រូវបានបងប្អូនញាតិសន្តានជួយជ្រោមជ្រែងទៀតផងចំពោះបុគ្គលិកកម្មករដែលបម្រើការតាមស្ថាប័ននានានិងទទួលបានការកោតសរសើរព្រមទាំងការយកចិត្តទុកដាក់ពីសំណាក់ថៅកែឬចៅហ្វាយនាយក្រៅពីនេះបើលោកអ្នកមានដំណើរកំសាន្តទៅទីណាមកណាគឺប្រកបតែសេចក្តីសុខសាន្តទាំងពេលទៅនិងពេលត្រឡប់មកវិញចំពោះគូស្នេហ៍គឺមានភាពរោគឡើងនឹងគ្នាណាស់ឆ្នាំរកាមននាំលៀបអបប្រាចិញ្ចឹមមានលៀបមានជ័យមានមនុស្សម្នាជាច្រើនគោរពស្រឡាញ់រាប់អាននិងសាទរម៉ោងនៃលៀបសំណាងគឺម៉ោង 5 ទៀបភ្លឺដល់ម៉ោង 6 ល្ងាចពណ៌នៃលៀបសំណាងគឺពណ៌ស្វាយលេខនៃលៀបសំណាងគឺលេខ 888 សូមលោកអ្នកខមមិនលេខ 888 ដើម្បីយកលៀបសម្បត្តិអភិជនបារមីទេវតាស្ដេចនាគសៀចេញភ្លាមនឹងមានសំណាងល្អនិងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលើជោលហូហៀចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំរការាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ទៅដែរនៅក្នុងថ្ងៃនេះបើលោកអ្នកធ្វើអ្វីកុំរងចាំយូរពេកពីព្រោះថាផលជាផ្លែផ្កាតែងហុចមកវិញជានិច្ចសម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរវិញដោយសារតែដួងរាសីរបស់លោកអ្នកនៅក្នុងថ្ងៃនេះងើបឡើងខ្ពស់ដូចនេះទោះធ្វើជំនួនជួញដូរទីជាទីឆ្ងាយអ្នករកផលកម្រៃហូរចូលដូចទឹកគ្រាន់បំពេញបំពង់ផងដែរចំពោះការធ្វើដំណើរទៅទីជាទីឆ្ងាយជួបតែសុខសប្បាយទាំងពេលទៅនិងពេលត្រឡប់មកវិញរីឯសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំពោះម៉ាយមេម៉ាយក្តីទោះមានការស្មុគស្មាញបន្តិចក្តីបើលោកអ្នកចេះធ្វើការដោះស្រាយតែងតែជួបនូវផលសម្រេចដូចបំណងជានិច្ចឆ្នាំចសំណក់នាំលៀបអុកញ៉ាចិញ្ចឹមមានលៀបមានសំណាងឈ្នះអស់មានសត្រូវប្រាថ្នាអ្វីបានសម្រេចហើយអនាគតក្លាយទៅជាស្ត្រីខាបតីឬក៏អភិជនជាន់ខ្ពស់ម៉ោងនៃលៀបសំណាងគឺម៉ោង 6 ព្រឹកដល់ម៉ោង 6 ល្ងាចពណ៌នៃលៀបសំណាងគឺពណ៌ត្នោតលេខនៃលៀបសំណាងគឺលេខ 789 សូមលោកអ្នកខមមិនលេខ 789 ដើម្បីយកលៀបសម្បត្តិអុកញ៉ាលុយវ៉ាលៀនទេពតាស្ដេចនាគសៀចេញភ្លាមនឹងមានសំណាងល្អនិងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលើជោលហូហៀចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំចរាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យមនៅក្នុងថ្ងៃនេះទាំងស្ត្រីនិងបុរសបើចង់ធ្វើអ្វីមួយក៏ដោយក៏តែងតែជួបនៅកំណត់ផ្លូវដ៏តានតឹងដោយមានសភាពពិបាករស់ទៅមុខព្រោះតែជួបនៅបញ្ហាប្រទាំងប្រទើហើយគ្រប់មនុស្សដែលនៅជុំវិញចាំតែឈ្នានេះនឹងមើលបំណាំបង្ករឿងតែប៉ុណ្ណោះរីឯការរស់នៅអស់លោកអ្នកមានបញ្ហាច្រើនលើបញ្ហាប្រកាសដូចនេះចូលប្រុងប្រយ័ត្នកាត់ជាចំនួនវិវាទជាមួយនរណាម្នាក់ព្រោះតែបញ្ហានេះរីឯអ្នកប្រកបមុខរបររកស៊ីជួញដូរជួបផលលំបាកក្នុងការរកផលចំណូលណាស់ហើយការជួញដូរទីជិតទីឆ្ងាយជួបតែភាពរកាំរកោរីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រែប្រួលព្រោះជួនកាលក៏ល្អជួនកាលក៏អាក្រក់នាំឲ្យខ្វល់ខ្វាយជាញឹកញាប់ផងដែរឆ្នាំកុលជ្រូកនាំលៀបនាំជ័យនាំសុភមង្គលប្រាថ្នាអ្វីបានសម្រេចហើយអនាគតក្លាយទៅជាអ្នកមានទ្រព្យសម្បត្តិសុខស្ដំម៉ោងនៃលៀបសំណាងគឺម៉ោង 6 ព្រឹកដល់ម៉ោង 6 ល្ងាចពណ៌នៃលៀបសំណាងគឺពណ៌ខៀវលេខនៃលៀបសំណាងគឺលេខ 168 សូមលោកអ្នកខមមិនលេខ 168 ដើម្បីយកលៀបសម្បត្តិអភិជនលុយស្ដុក
បារមីទេប្រាស្ដេចនាគសៀចេញភ្លាមនឹងមានសំណាងល្អនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលុយចូលហូរហៀចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំកុលរាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យមនៅក្នុងថ្ងៃនេះទាំងស្ត្រីនិងបុរសបើចង់ធ្វើអ្វីមួយក៏ដោយក៏តែងតែជួបនៅកំណត់ផ្លូវដ៏តានតឹងដោយមានសភាពពិបាករស់ទៅមុខព្រោះតែជួបនៅបញ្ហាប្រទាំងប្រទើហើយគ្រប់មនុស្សដែលនៅជុំវិញចាំតែឈ្នានេះនឹងមើលបំណាំបង្ករឿងតែប៉ុណ្ណោះរីឯការរស់នៅអស់លោកអ្នកមានបញ្ហាច្រើនលើបញ្ហាប្រកាសដូចនេះចូលប្រុងប្រយ័ត្នកើតជាចំនួនវិវាទជាមួយនរណាម្នាក់ព្រោះតែបញ្ហានេះរីឯអ្នកប្រកបមុខរបររកស៊ីជួញដូរជួបផលលំបាកក្នុងការរកផលចំណូលណាស់ហើយការជួញដូរទីជិតទីឆ្ងាយជួបតែភាពប្រតាមរករីឯបញ្ហាសេចក្តីស្នេហាប្រស័យមានការប្រែប្រួលព្រោះជួនកាលក៏ល្អជួនកាលក៏អាក្រក់នាំឲ្យខ្វល់ខ្វាយជាញឹកញាប់ផងដែរបាទពុកម៉ែបងប្អូនជាទីគោរពនិងជាទីរាប់អាននីតិហោរាសាស្ត្រនៅក្នុងថ្ងៃនេះក៏ដល់ទីបញ្ចប់ខ្ញុំបាទ LRT News Channel ដែលជាអ្នកអត្ថាធិប្បាយក៏សូមអភ័យទោសនៅរាល់កំហុសខុសឆ្គងដែលកើតមានឡើងនៅក្នុងអំឡុងពេលនៃការអត្ថាធិប្បាយបើសិនជាចូលចិត្តសូមចុច like ដើម្បីគាំទ្រនិងបញ្ចេញមតិយោបល់ផ្ទាល់ខ្លួនរបស់បងប្អូននៅ comment ខាងក្រោមជាចុងក្រោយខ្ញុំបាទក៏សូមអរគុណនិងសូមគោរពលាជួបគ្នានៅរាល់វីដេអូបន្តទៀតសូមអរគុណ